បាទជំរាបសួរនិងសួស្តីបងប្អូនទាំងអស់គ្នាឥឡូវមកជួបជាមួយលោកគ្រូពាក់ព័ន្ធជាមួយទី1និងមេរៀនទី1របស់យើងដែលនិយាយអំពីល្បឿននិងវេទិល្បឿនដែលនៅក្នុងវីដេអូនេះគឺផ្ដោតទៅលើចំណុចដំបូងគេគឺនិយាយអំពីល្បឿនអង់គ្លេសគឺគេប្រើពាក្យ speed មើលមករូបខាងស្ដាំបន្តិចបាទយើងឃើញយីដែររូបខាងស្ដាំហ្នឹងគឺបញ្ជាក់អំពីការជិះម៉ូតូមែនទេការជិះម៉ូតូហើយនៅក្នុងការជិះម៉ូតូអ្នកនរដែលជួបសំណួរមួយគេតែសួរថាអានេះជិះម៉ូតូលឿនឬក៏យឺតហើយលឿនឬយឺតអ្នកតែឆ្លើយថាជិះដៃកុងទ័រប៉ុណ្ណេះបាទអញ្ចឹងយើងនឹងផ្ដោតសំខាន់ទៅពាក់ព័ន្ធជាមួយនឹងបញ្ហាហ្នឹងហើយលោកគ្រូតែងបាទលោកគ្រូបានលើកសំណួរមួយពាក់ព័ន្ធជាមួយនឹងការបាទជិះលឿនឬក៏យឺតណាគឺសំណួរគឺសួរថាតើល្បឿនគឺជាអ្វីបាទល្បឿនគឺជាអ្វីហើយពាក់ព័ន្ធនឹងល្បឿនគឺជាអ្វីហ្នឹងលោកគ្រូក៏បង្ហាញនិយមន័យតែម្ដងល្បឿនហ្នឹងគឺសម្គាល់ឬក៏ជាទំហំមួយបាទដែលសម្គាល់ដោយភាពលឿនឬក៏ភាពយឺតនៃចលនារបស់អង្គធាតុហើយយ៉ាងណាមិញលោកគ្រូក៏បានបាទលើករថយន្តមួយហើយមនុស្សមួយហើយមនុស្សហ្នឹងនឹងត្រូវផ្លាស់ទីបាទពីបកគោលមួយទៅបកគោលមួយបាទជាក់ស្ដែងគឺលោកគ្រូបង្ហាញឲ្យកាន់តែធំតិចទៅគឺយកមនុស្សហើយនឹងរថយន្តឲ្យផ្លាស់ទីពីបកគោលមួយទៅបកគោលមួយទៀតអ្នកអស់សាគិតមើលរវាងរថយន្តនិងមនុស្សមួយណាលឿនជាងហើយមួយណាយឺតជាងបាទចឹងយើងឲ្យផ្លាស់ទីមកមនុស្សបានមកដល់នេះហើយរថយន្តក៏បានមកដល់នេះដែរប៉ុន្តែបើយើងសង្កេតភាពលឿននិងភាពយឺតតើមួយណាលឿនជាងមួយណាយឺតជាងអ្នកនរគ្នាបាទអញ្ចឹងដើម្បីឲ្យកាន់តែលម្អិតជាងនេះទៀតយើងទៅមើលពាក្យលឿនជាងនិងពាក្យយឺតជាងអ្វីទៅជាលឿនជាងអ្វីទៅជាភាពយឺតជាងបើសិនជាយើងពិនិត្យអំពីចម្ងាយចររបស់រថយន្តនិងមនុស្សគឺចរបាន20ម៉ែត្រដូចគ្នាក៏ប៉ុន្តែបើយើងផ្អែកទៅលើរយៈពេលគឺច្បាស់ជាមនុស្សចំណាយពេលយូរជាងរថយន្តមែនទេបាទយូរជាងរថយន្តហើយឥឡូវនេះគឺមកផ្ដោតសំខាន់បន្តិចពាក់ព័ន្ធជាមួយនឹងចម្ងាយចរហើយនឹងរយៈពេលដែលត្រូវកំណត់ដោយនាឡិកាបាទរបស់យើងហើយគឺក៏ចូលទៅដល់ចំណុចមួយទៀតដែលបង្ហាញអំពីរូបមន្តល្បឿនដែលគេនិយាយថាភាពលឿនឬក៏ភាពយឺតហ្នឹងលឿនហ្នឹងមានតម្លៃប៉ុន្មានទៅហើយយឺតហ្នឹងមានតម្លៃប៉ុន្មានទៅបាទឥឡូវយើងចូលមកសង្កេតអំពីរូបមន្តល្បឿនរបស់យើងតែម្ដងគឺស្មើផលធៀបរវាងចម្ងាយចរជាមួយនឹងរយៈពេលហើយអានេះគឺជារូបមន្តល្បឿនដែល D នេះគឺតាំងឲ្យចម្ងាយចរ T រយៈពេលហើយ V នេះគឺតាំងឲ្យល្បឿនបាទនេះជាឈ្មោះនៃអាញាត់នីមួយហើយអ្វីដែលកាន់តែសំខាន់ជាងនេះទៀតនៅពេលដែលយើងនិយាយអំពីចម្ងាយចរអ្នកត្រូវស្គាល់ថាຂະຫນາດចម្ងាយចរគិតជាអីຂະຫນາດស្តង់ដាររបស់វាហ្នឹងហើយរយៈពេលគិតជាអ្វីហើយល្បឿនគិតជាអ្វីបាទអញ្ចឹងចម្ងាយចរអ្នកត្រូវដឹងថាគិតជាម៉ែត្រហើយរយៈពេលគឺគិតជាវិនាទីហើយល្បឿនគឺគិតជាម៉ែត្រក្នុង1វិនាទីហើយយ៉ាងណាមិញពាក់ព័ន្ធជាមួយនឹងមនុស្សនិងរថយន្តហ្នឹងក៏មិនទាន់ឃ្លាតឆ្ងាយពីពួកយើងដែរគឺលើកឧទាហរណ៍មួយដោយសន្មតថារថយន្តនេះប្រើពេលត្រឹមតែ5វិនាទីហើយមនុស្សចំណាយពេលយូរជាងគឺ10វិនាទីបាទយូរជាងគឺ10វិនាទីហើយនេះគឺពាក់ព័ន្ធជាមួយនឹងពាក្យលឿនហើយនឹងពាក្យយឺតណាមែនទេអញ្ចឹងកាលណាចំណាយពេលខ្លីជាងមានថាលឿនជាងដល់ពេលយឺតជាងមានថាចំណាយពេលយូរជាងអូខេឥឡូវនេះបើសិនជាអ្នកនរគ្នាពិនិត្យទៅមើលរូបមន្តល្បឿនហើយយើងធ្វើការគណនាវិញល្បឿនគឺស្មើផលធៀបរវាងចម្ងាយចរជាមួយនឹងរយៈពេលហើយបើសិនជាយើងយកចម្ងាយចររបស់មនុស្សចែកនឹងរយៈពេលដែលមនុស្សចំណាយគឺ20ចែកជាមួយនឹង10ទៅគឺបាន2ហើយຂະຫນາດគឺម៉ែត្រនៅលើវិនាទីហើយចំពោះល្បឿនដូចគ្នាដែរល្បឿនរបស់រថយន្តគឺស្មើផលធៀបរវាងចម្ងាយរថយន្តចរបានជាមួយនឹងរយៈពេលដែលរថយន្តចំណាយ20ចែកជាមួយនឹង5ទៅគឺបាន4មែនទេឥឡូវក៏មិនទាន់ឃ្លាតឆ្ងាយដែរបាទនៅត្រឹមតែពាក្យលឿននិងយឺតទាំងតែប៉ុណ្ណោះអញ្ចឹងល្បឿនបើយើងមើលតម្លៃល្បឿនរបស់រថយន្តគឺ4ម៉ែត្រក្នុងវិនាទីហើយចំពោះល្បឿនរបស់មនុស្សគឺ2ម៉ែត្រក្នុងវិនាទី
បាទ2ម៉ែត្រក្នុងវិនាទីអូខេនេះហើយគឺជាអ្វីเนี่ยដែលខ្លឹមសារនៅក្នុងមេរៀននេះដែលគូចង់សម្គាល់ថាល្បឿនគឺទំហំដែលសម្គាល់ភាពយឺតនិងលឿនបាទឬលឿនឬក៏យឺតនៃចលនារបស់អង្គធាតុហើយរូបមន្តល្បឿនគឺត្រូវបានកំណត់ដោយផលធៀបរវាងចម្ងាយចរជាមួយនឹងរយៈពេលតែប៉ុណ្ណឹងបាទអញ្ចឹងចំពោះខ្លឹមសារវីដេអូឧទាហរណ៍គឺនឹងបង្ហាញនៅក្នុងវីដេអូបន្តទៀតបាទយ៉ាងជាចុងក្រោយគឺសូមអរគុណសូមជម្រាបលាអ្នកនរគ្នាជូនពរមានសំណាងល្អនិងសុខភាពល្អអរគុណ